បាទជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំសូមអាប់ដេតព័ត៌មានខ្លះពាក់ព័ន្ធនឹង account PR Restrict ដោយសារតែបច្ចុប្បន្ននេះមានបងប្អូនយើងជាច្រើនដែលទទួលបាន page មាន CM ហើយកំពុងតែរៀបចំដាក់ធនាគារដើម្បីយើងរកលុយជាមួយនឹង page អញ្ចឹងខ្ញុំសូមអាប់ដេតព័ត៌មានពាក់ព័ន្ធនឹងការ Restrict PR បន្តិចបងប្អូនណាចំណុចមួយដែលបងប្អូនមិនគួរមើលរំលងបងប្អូនណាឈ្មោះអត្តសញ្ញាណរបស់បងប្អូនឲ្យដូចនឹងអ្វីដែលបងប្អូនចូលទៅបង្កើត PR បងប្អូនណាដោយសារតែ Facebook អាចចាប់នៅចំណុចនឹងខ្លាំងតាមដែលខ្ញុំសង្កេតមើលបងប្អូនណាទាំងឈ្មោះធនាគារទាំងឈ្មោះរបស់អ្នកប្រើប្រាស់ admin ហ្នឹងគឺឲ្យដូចគ្នាបងប្អូនណាតែមួយបានហើយបើសិនជាអាចសម្រាប់ការគ្រប់គ្រង account PR យល់ល្អតែមួយក៏បានដែរបងប្អូនណាបើសិនជាអាចប៉ុន្តែរៀងមានហានិភ័យបន្តិចបងប្អូនណាបើសិនជា account របស់បងប្អូនថ្មីរៀងមានហានិភ័យបន្តិចខ្លាចមានបញ្ហាខូច disable អីទៅហ្នឹងយើងបាត់បង់ PR នៅតែម្ដងបងប្អូនណាមួយទៀតពាក់ព័ន្ធនឹងការប្រើប្រាស់ VPN បើសិនជាអាចបងប្អូនគួរតែប្រើប្រាស់ VPN ហ្នឹងដោយមានការប្រុងប្រយ័ត្នខ្ញុំនិយាយនេះគឺពាក់ព័ន្ធតែនឹង account admin កាន់ PR ទេបងប្អូនណាសម្រាប់ admin account Facebook គ្រប់គ្រង page ធម្មតាយើងបាត់បង់បានបងប្អូនណាប៉ុន្តែខ្ញុំសង្កត់ធ្ងន់នេះគឺពាក់ព័ន្ធនឹង account PR admin នៃគ្រប់គ្រង PR ហើយក្នុងខែនេះមានគ្នាយើងខ្លះអត់ទាន់ទទួលលុយបានទេបងប្អូនណាដោយសារតែមានបញ្ហា Facebook អត់ផ្ញើលុយចូលមកឲ្យទេណាដូចគ្នាយើងជាក់ស្ដែងអញ្ចឹង$300អត់ទាន់ទទួលបានទេមូលហេតុទី1ដោយសារតែ page ជាប់ពណ៌ក្រហមទី1ទី2ដោយសារតែប្រើ PayPal account អញ្ចឹងដូចជា PayPal account ពេលខ្លះប្រើបានពេលខ្លះប្រើអត់បានដោយសារតែយើងដាក់ country យើងហើយ Facebook ប្រហែលជាមានការរឹតបន្តឹងពាក់ព័ន្ធនឹងការប្រើប្រាស់ធនាគារបងប្អូនណាប្រហែលជាគេតម្រូវឲ្យយើងប្រើប្រាស់ធនាគារនៅក្នុងស្រុកយើងតែម្ដងដោយសារតែយើងប្រើប្រាស់ country យើងណានេះតាមអ្វីដែលខ្ញុំសង្កេតមើលប៉ុន្តែមិនទាន់ច្បាស់ទេបងប្អូនណាដោយសារតែករណីនេះពីមុនមកក៏ធ្លាប់កើតដែរប៉ុន្តែបើមានបញ្ហាបែបហ្នឹងយើងមានតែផ្លាស់ប្ដូរធនាគារចេញទេបងប្អូនណាអត់អាចទុកបានទេកាលណាដែលទុកគឺនៅតែអត់ចូលអញ្ចឹងហើយអាចប៉ះពាល់ដល់ PR របស់យើងអាច risk ក៏ថាបានដែរសម្រាប់បច្ចុប្បន្នហ្នឹងបងប្អូនណាសម្រាប់ថ្ងៃនេះមានប៉ុណ្ណឹងបងប្អូនណាពីខ្ញុំទៅអរគុណច្រើនបងប្អូន